កូនជាទីស្រឡាញ់នៅខ្លះសំបីក្រីក្រទ្រព្យសម្បត្តិប៉ុន្តែគាត់មានគ្នាច្រើនមានពួកផងបងជាមួយមកអ៊ូអនៅក្នុងពេលដែលគាត់មានកិច្ចការងារអ្វីៗគឺគេតែងតែមកជួយគាត់លើឲ្យការងារលំបាកក៏ទៅជាងាយស្រួលចំណែកនោះខ្លះមានទ្រព្យច្រើនមានយសស័ក្តិធំដុំប៉ុន្តែបែរជាខ្វះញាតិខ្វះគ្នាខ្វះពួកផងដល់ទៅថាពេលខ្លះមានមនុស្សច្រើនមែនមកចោមរោមតែនៅក្នុងសភាពទុកចិត្តមិនបានច្រើនព្រោះមកចោមរោមរកផលប្រយោជន៍តែប៉ុណ្ណោះមនុស្សពីរប្រភេទនេះពិនិត្យរកមើលទៅឃើញហើយមិនខ្វះទេនៅក្នុងសង្គមបច្ចុប្បន្នតាមដែលពិតនោះគ្នានេះសំខាន់ណាស់មានការចាំបាច់នៅក្នុងសង្គមគឺត្រូវធ្វើការជាមួយគ្នាត្រូវតាក់ទងគ្នាបើមិនរឿងនេះក៏រឿងនោះដែរហេតុអ្វីដែលធ្វើឲ្យមនុស្សយើងមានគ្នាច្រើនស្រឡាញ់ស្មោះចំពោះគ្នាមានទឹកចិត្តចង់ជួយគ្នាពិតរក្សាគ្នាទៅវិញទៅមកពេលមានការចាំបាច់ក៏មកជួយដោយមិនចាំបាច់ហៅរោហើយមានអ្វីតិចតួចក៏ហុចឲ្យគ្នាគឺព្រោះហេតុមកអំពីមានចិត្តទូលាយនោះឯងនោះចិត្តទូលាយរមែងមានគ្នាច្រើនផ្ទុយអំពីមនុស្សដែលអត់ទឹកចិត្តឬក៏មនុស្សដែលចិត្តចង្អៀតនោះចិត្តចង្អៀតរមែងខ្វះគ្នានៅពេលដែលចាំបាច់នឹងរោមនុស្សមកជួយបានដោយលំបាកកាលកូនដឹងដូចនេះហើយក៏សូមឲ្យកូនជាមនុស្សចិត្តទូលាយកុំជាមនុស្សចិត្តចង្អៀតមានអ្វីជួយអ្នករតីបានក៏ជួយទៅកុំកំណាញ់កុំស្ដាយព្រោះនេះជាទឹកចិត្តបុណ្យរបស់កូនអ្នកណាកាត់ទុករឿងអីល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឲ្យកម្លាំងចិត្តគេដែរនោះយើងពេលមានទុកបានឃើញអ្នករតីមកសាកសួរដោយអើពើមកជួយផ្ដល់កម្លាំងចិត្តឲ្យក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនតំងតំោចក៏ដោយក៏ដែងកើតមកជាមនុស្សកូនហើយធ្វើម៉េចនឹងឲ្យមានសុខសំតាមប្រាថ្នាជារហូតទៅបាននោះគង់តែមានថ្ងៃដែលត្រូវមានសេចក្តីទុក្ខខ្លះជាពំខានដល់ថ្ងៃមានទុក្ខមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្តិនេះគ្នាពូផងបងជាមួយនោះថាជាទឹកថ្នាំដ៏វិសេសសម្រាប់លាបត្រឡាបដល់ចិត្តសន្តានរបស់កូនឲ្យកក់ក្ដៅឲ្យកើតការសង្ឃឹមនិងឲ្យមានជាយាមតស៊ូជំនះឧបសគ្គបានយ៉ាងពិតប្រាកដ